ធ្វើការរាល់ថ្ងៃនឹងបានប្រាក់ខែប្រមាណតិចតួចនឹងអ៊ំមួយខែបាន250តែឆ្នាំនេះឡើងបាន$10ទៀតអញ្ចឹងបាន260ងាប់អញហើយខំរៀនរាប់ឆ្នាំអស់លុយមកកកពេលចេញធ្វើការបានតែ260ទេហើយមានលុយទិញតរេនស៊ីដែរអាដូណែហើយមើលកូនអ៊ំនៅផ្ទះលក់តែតរេនណាមួយថ្ងៃក៏លើសប្រាក់ខែឯង3ខែដែរហើយឯងវិញសញ្ញាបត្រឡើងគោពេញផ្ទះរួចបានតែ260ណែស្រីនាតមើលសេរីឲ្យវា5គីឡូទៅមិនបាច់យកលុយពីគ្នាទេអាណិតវាប្រាក់ខែតែ260ហើយឃ្លានស៊ីសុទ្ធតែតរេនលោកតាម្នាក់នេះមានឈ្មោះថាតាបឿនគាត់ជាមនុស្សចូលចិត្តនិយាយមើលងាយអ្នកដទៃរាល់ថ្ងៃគាត់តែងតែដើរចេញពីផ្ទះតាំងពីព្រលឹមដើម្បីនិយាយបង្អាប់កូនគេហើយលើកដំកើងកូនរបស់ខ្លួនខ្ពស់កប់មេឃអាមួយនឹងសំមែនតើចូលមើល story ឯងរាល់ថ្ងៃវាមិនខ្ចីចុចបេះដូងឲ្យអាចឹងសុំតែប្តឹងយកលុយឯងអាណាណីហ្មងអត់លុយចាយមកពីមានលុយចាយមិនចេះគិតដល់តែពេលចេះគិតទើបដឹងថាអត់លុយចាយណែវយអាម៉ៅហើយនេះខ្មៅទាំងមុខខ្មៅទាំងចិត្តចំជាមនុស្សខុសគេមែនអាមិនចេះអំមានរឿងអីគេមកដល់ឌីលយកហ្មងមកពីឯងនឹងវាខុសគេខុសឯងអញមិនមែនចេះតែឌីលទេមុននឹងឌីលអញសុទ្ធតែមានផុសតាងច្បាស់លាស់បានអញឌីលហើយវាថៃអំមានរឿងអីប្រាប់តិចមើលខ្ញុំធ្វើខុសអីមែនហើយមិនមើលនេះអញខំ share វីដេអូឲ្យសើចគេចុចសើចគ្រប់គ្នាហើយមិនបានឯងចុចមេដៃបើខ្ញុំមើលអត់សើចផងមិនចុចមេដៃវាមិនដែលទេគេចុចសើចគ្រប់គ្នាហើយគ្រាន់តែចុចមួយដែរទៅវាងាប់មែនតែសំខាន់ខ្ញុំមើលហើយវាអត់ត្រូវសើចទេអ៊ំបើមើលហើយសើចខ្ញុំចុចហើយខុសគេហ្មងខុសគេឥឡូវមិនបាច់វែងឆ្ងាយទេឆាប់ចុចសើចវិញភ្លាមបើមិនចុចទេដកមេដៃឯងក៏វត្តចោលទៅយ៉ាប់ហ្មងអ៊ំធ្វើដូចអារូបសើចហ្នឹងអស់ចានណាស់អញ្ចឹងហើយនេះខ្ញុំចុចរួចហើយអានឹងបានត្រូវហើយឲ្យចេះមើលគេមើលឯងផងកុំចេញមកខុសគេពេកបើថាមិនដឹងមើលអ្នកណាមើលតែគំរូកូនអញអាទិត្យអានោះវាមានមុខរបររកស៊ីមានលុយរាប់ពាន់ដុល្លារចុះឯងវិញមានអីខ្លះហើយមានអីមានទៅលុយអស់ហ្នឹងយកមកចែកខ្ញុំមែនបានខំនិយាយមិនអ៊ំចែកអីលុយគេខំរកចង់ងាប់មកចែកឲ្យអាមនុស្សខ្ជិលដូចឯងហ្មងអើយបានអីអ៊ំអីបន្តិចកូនគាត់ល្អអីបន្តិចកូនគាត់រកលុយបានទៅគេដឹងហើយមិនបាច់មកអួតទេយ៉ាប់មែនអានេះបានហើយអញខ្ជិលនៅជជែកជាមួយឯងទៀតណាយ៉ាប់ហ្មងមួយថ្ងៃបែបអត់ការងារធ្វើទេមើលទៅបានដើរទៅអួតកូនបែបនេះនំអើយនំអើយនំអត់បញ្ចុកមានបងប្អូនពូមីងត្រូវការទិញនំអត់បញ្ចុកទេយីមានអានំអត់បញ្ចុកទៀតវ៉ៃមីក្អួយរួចលក់នំអីគេហូយយេក្អួយណាទេឈ្មោះគេស្រីភ័ក្រស្រីភ័ក្រក៏បានហើយលក់នំអីគឺនំអត់បញ្ចុកនឹងណាយេធ្លាប់តែលឺនំបញ្ចុករួចអានំអត់បញ្ចុកនឹងអាម៉េចវិញមានម៉េចយេដូចតែគ្នាហ្នឹងហើយនេះយាយធ្លាប់ទិញនំបញ្ចុកអ្នកលក់គេបញ្ចុកឲ្យហូបមែនអត់ទេទិញហើយគឺបញ្ចុកខ្លួនឯងនឹងហើយចុះខ្ញុំលក់នំអត់បញ្ចុកត្រូវហើយយាយវាមិនដែលមានអ្នកលក់ណានៅបញ្ចុកនំឲ្យភ្ញៀវទេយាយវ៉ៃមកយ៉ាងផុសវាវ៉ៃអញ្ចឹងដាក់ឲ្យយាយមកថងមកយីមីនាងនេះថ្ងៃមុនអញដូចជាឃើញធ្វើការរោងចក្រហើយថ្ងៃនេះនៅឆ្លៀតលក់នំទៀតចាអ៊ំចេះតែឆ្លៀតទៅធ្វើម៉េចបើជាពាក់លុយធនាគារបើមិនប្រឹងទេបានលុយណាសងគេហើយលក់មួយថ្ងៃបានប្រមាណលុយបានខំម្លេះតិចតួចនឹងអ៊ំមួយថ្ងៃបាន40000ដែរតាអូតែ40000ណាងាប់ហើយខំទូរែកចង់ងាប់រួចបានតែប៉ុណ្ណឹងហើយចោះធ្វើការរោងចក្របានប្រាក់ខែប្រមាណតិចតួចដែរនឹងអ៊ំមករស់ហ្នឹងនាងអើយនាងមួយថ្ងៃត្រេកត្រក
ធ្វើការផងលក់នំផងតែចំណូលមិនបានមកចំណិតកូនអ៊ំផងហាហើយថៃអ៊ំបានមិនបានទៅមានអីតាក់ទងនឹងខ្ញុំទោះកូនអ៊ំរកបានមួយថ្ងៃ$1 លានក៏អត់បានចូលកប៉ៅខ្ញុំដែរអ៊ំអ៊ំគ្រាន់តែប្រាប់ឲ្យដឹងថាកូនអ៊ំវានៅតែផ្ទះក៏វាមានលុយចូលដែរមិនដូចម្នាងឯងត្រុកអញ្ចឹងទេស្អីទេអ៊ំខ្ញុំអត់បានសួរផងហើយក៏មិនដែរខ្វល់ដែរអ្នកណារកអីបានរកនឹងទៅនំអើយនំអើយនំអត់បញ្ចុកនំអើយនំអត់បញ្ចុកលោកបងហើយទៅណាមកណាហ្នឹងអត់មានទៅណាផងគឺម្លេងអ្នកហ្នឹងអូហើយនៅផ្ទះអត់មានការងារធ្វើទេបានជាឧស្សាហ៍ម៉េះមួយថ្ងៃដើរតែកោឡើងពេញភូមិអើយធ្វើអីកូនខ្ញុំវារកលុយបានមួយថ្ងៃរាប់រយរាប់ពាន់រឿងអីវាឲ្យខ្ញុំលំបាកនៅផ្ទះធ្វើការនោះនេះមកពីទំនេរពេកហ្នឹងណាចេះតែដើរទៅបើថាទំនេរណាឆ្លៀតពេលទៅរកធរអាខ្លះទៅណែអើយធរអីនេះខ្ញុំមិនទាន់ដល់អាយុដែលត្រូវចេះធរអាទេហើយចុះអាដូងកូនអ្នកវាទៅណាក្រែងវាទៅតែមកពីភ្នំពេញអីវាមិននៅទេណែមិញដូចជាប្រាប់ខ្ញុំថាយកឡានទៅលៀងអីចំមានឡានជិះដែរអីអើយហើយអាដូងវាធ្វើការបានប្រាក់ខែប្រមាណដែរណែខ្ញុំដូចជាមិនដឹងដែរនេះកូនខ្ញុំវាមិនដែរប្រាប់ខ្ញុំផងអូយធ្វើជាម្ដាយគេមិនដឹងថាកូនធ្វើការបានប្រាក់ខែប្រមាណតែមិនអីទេចាំជួបវាចាំខ្ញុំសួរវាវិញក៏បានរួចអ្នកសួរបែបនេះចង់ដឹងធ្វើអីមានអីគ្រាន់តែចង់ដឹងថាវាខំរៀនច្រើនឆ្នាំហ្នឹងពេលចេញធ្វើការបានប្រាក់ខែប្រមាណដែរព្រោះអីកូនស្រីខ្ញុំវាមិនបានរៀនសូត្រអីផងនៅផ្ទះលក់តែទុរេនកាប់លុយយកតាណាអស់លោកបងអើយមនុស្សយើងវាសនាខុសគ្នាណាយកតែប្រៀបគ្នាមិននឹងកើតខុសអីអ្នកមនុស្សដូចតែគ្នាតើនេះមិនរៀនក្តៅហើយនេះខ្ញុំលាអ្នកទៅផ្ទះវិញហើយហើយតានេះមិនដឹងជាស្អីទេមួយថ្ងៃដើរតែអួតកូនគាត់ហ្មងលុះល្ងាចឡើងHello ស្រីនាតហាបងដោហើយនេះបងទៅមកពីភ្នំពេញមែនទេអូបងទៅមកព្រឹកមិញហ្នឹងណាហើយនេះនាតលក់តរេនយូរនៅតែមិនលក់ដែរនឹងបងតែមិនសូវដាច់ប្រមាណទេដោយសារតែឥឡូវអ្នកទិញគាត់មិនសូវមានលុយជុំអាដូតើនេះអីយើស្លៀកពាក់ស្អាតបាតតានេះវុចមករកទិញតរេនមិនមែនក្មួយបាទអ៊ំខ្ញុំគិតថារកទិញ2គីឡូឲ្យម៉ែគាត់ពិសាងាប់ធ្វើការដល់ទីក្រុងទិញតែ2គីឡូឯងវុចអ៊ំសួរដូចឆោតធ្វើការរាល់ថ្ងៃហ្នឹងបានប្រាក់ខែប្រមាណតិចតួចនឹងអ៊ំមួយខែបាន250តែឆ្នាំនេះឡើងបាន$10ទៀតអញ្ចឹងបាន260ងាប់អញហើយខំរៀនរាប់ឆ្នាំអស់លុយមកកកពេលចេញធ្វើការបានតែ260ឯងហើយមានលុយទិញតរេនស៊ីដែរអាដូណែហើយមើលកូនអ៊ំនៅផ្ទះលក់តែតរេនមួយថ្ងៃក៏លើសប្រាក់ខែឯង3ខែដែរហើយឯងវិញសញ្ញាបត្រឡើងគោពេញផ្ទះរួចបានតែ260អូយអ៊ំការងារតែប៉ុណ្្នឹងឯងចូលដបងអ្នកណាហ៊ានឲ្យយើងច្រើននោះតោះតែការងារយើងល្អដែរទៅបានប្រាក់ខែវាឡើងតាមហ្នឹងណាមួយមិនខ្ញុំរកបានតែប្រាក់ខែហ្នឹងណាអ៊ំអើយអញមិនជឿទេតម្រាំឯងឡើងប្រាក់ខែបានពាន់មិនដឹងជាកូនអញវាដល់ណាទេណែពុកមិនបានជាថាឲ្យគាត់អញ្ចឹងមិនឲ្យថាម៉េចបើវាអញ្ចឹងមែនអត់អីទេនាតឆាប់ខ្ចប់តរេនឲ្យបង2គីឡូមកណាហើយមានលុយគ្រប់អត់នឹងអាដូណែស្រីនាតមើលសេរីឲ្យវា5គីឡូទៅមិនបាច់យកលុយពីគ្នាទេអាណិតវាប្រាក់ខែតែ260ហើយឃ្លានស៊ីសុទ្ធតែតរេនដឹងស្អីទេពុកបានហើយឈប់និយាយមើលអត់អីទេនាតនេះលុយបងលាសិនហើយណាអ៊ំខ្ញុំលាសិនហើយទៅចុះណែទៅធ្វើការវិញកុំភ្លេចសុំមេឡើងប្រាក់ខែ$5ទៀតផងណាយ៉ាប់មែនពុកចូលចិត្តតែមើងងាយគេទោះប្រាក់ខែគេប្រមាណក៏ដោយក៏មិនត្រូវសួរបែបនឹងដែរពុកមកពីពុកឃើញការវាមិនទាន់ធ្វើការវាខំរៀនអើយខំទៅពុកចង់ដឹងថារៀនហើយបានប្រាក់ខែប្រមាណហ
ហើយគេបានប្រមាណបានទៅពុកគេរកបានដោយរបៀបគេយើងរកបានដោយរបៀបយើងណាយីកូននេះឯងខំតសើវាមកថាឲ្យឯងទៀតថ្ងៃមិញដូចជាលឺម៉ែវាថាវាមានឡានជិះទៀតចង់ដឹងណាឡានមកអីសង្ស័យតែទិញឡានអេចាយមកជិះទៀតដឹងទៀតតាពុកតែដៀមតាមគេទៀតតានៅផ្ទះលក់តែទៅរៀនដាច់ទៅពុកទៅតាមមួយផ្លែទេមកវិញហើយណែកូនហើយតាបឿនគាត់មានសួរនាំអីឯងឬអត់សួរតើម៉ែតែមិនបាច់ខ្វល់ពីគាត់ទេព្រោះខ្ញុំដឹងថាមនុស្សគាត់តែបែបនឹងឯងអាយ៉ាវ័យសុទ្ធតែរស់រយហើយទៅខ្ចីឡានពីណាមកជិះនឹងអាដូខ្ចីណាអ៊ំឡានខ្ញុំតើវាមិនដែលទេប្រាក់ខែតែ260មានលុយអាណាជិះដល់រស់រយបើមែនក៏បងរំលោះគេដែរអត់ទេអ៊ំឡានហ្នឹងខ្ញុំទិញដាច់អត់មានបងរំលោះទេហើយប្រាក់ខែដែលខ្ញុំប្រាប់អ៊ំហ្នឹងគ្រាន់តែជាប្រាក់ខែគោលតើអ៊ំប្រាក់ខែគោលអាម៉េចហើយជាតែថាធ្វើមើលទៅអ៊ំមិនដឹងប្រាក់ខែគោល260តែខ្ញុំមិនរកលុយបានតែប្រាក់ខែគោលហ្នឹងណាប្រាក់ចំណេញភាគហ៊ុនក្រុមហ៊ុនប្រាក់ឧបត្ថម្ភប្រាក់លើកទឹកចិត្តពេលដែលក្រុមហ៊ុនរកស៊ីចំណេញនៅមានច្រើនទៀតតែខ្ញុំមិនចូលចិត្តប្រាប់គេទេអ៊ំជុំគូសំផុសវាໄວអញស្មានតែបាន260តាមពិតច្រើនតើតាបឿនឯងនេះឲ្យល្មមបានហើយកុំទំនេរពេកមួយថ្ងៃដើរតែបង្អាប់អ្នកនេះបង្អាប់អ្នកនោះអួតតែកូនខ្លួនឯងហើយធ្វើអញ្ចឹងធ្វើអីតាមានអីអ្នកទំនេរពេកមិនដឹងធ្វើអីមានតែដើរនិយាយអញ្ចឹងទៅអាក្មួយកូនអ៊ំវានៅទំនេរអត់ទាន់មានអ្នកយកទេអាក្មួយឯងចាប់អារម្មណ៍ឬអត់បាទអ៊ំចាប់អារម្មណ៍តែបើបានឲ្យក្មេកម៉ាក់អ៊ំឯងនេះទោះកូនស្អាតដូចទេវតាក៏ខ្ញុំអត់យកដែរអ៊ំដឹងខុសហើយតាអានេះទៅសេរីយកកូនអ៊ំហ្មងទៅណាយកអីគេអ៊ំខ្ញុំមានគូទៅដឹងអីហ្នឹងចប់បាត់ហើយអញ្ចឹងមិនអីទេមេឃដូចជាបើកថ្ងៃក្តៅអ្វីអ៊ំសុំលាសិនហើយណាមេឃក្តៅណាទេអ៊ំនេះល្ងាចម៉ោង6ហើយហ្នឹងតែមិនអីទេអ៊ំទៅចុះណាអ៊ំទៅហើយអញ្ចឹងហើយយ៉ាប់តាហ្នឹងណាអត់កាយចរិតមែនអារឿងមើងងាយគេហ្នឹងមិនអីទេម៉ែស្រេចតែគាត់ទៅកុំខ្វល់ពីគាត់អីសំខាន់មានតែខ្លួនយើងទេដែលដឹងច្បាស់នោះ